ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់និយាយលើអំពីទស្សនៈជ្រើសរើសមនុស្សក្នុងសម័យសាមកុដដែលជាប់មកជាមេរៀនសម្រាប់ម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រងសម័យថ្មីនេះពេលបច្ចុប្បន្ននេះដើម្បីដឹងថាអត្ថបទទាំងមូលនេះចង់និយាយយ៉ាងណាមុនដំបូងខ្ញុំសូមមេត្តាអធ្យាស្រ័យទៅដល់បងប្អូនទាំងអស់គ្នាជាទីរាប់អានឲ្យបានដឹងថាដោយសារបញ្ហាសម្លេងរបស់ខ្ញុំបាទពិតជាពន្លឺនេះនិយាយមិនសូវច្បាស់ហើយនិយាយយឺតតាំងពីកំណើតសូមបងប្អូនមេត្តាអធ្យាស្រ័យកុំប្រកាន់ទោសបីលើរូបខ្ញុំអីហើយមួយទៀតខ្ញុំចង់ឲ្យបងប្អូនចូលរួមគាំទ្រនិង support ទៅលើ link website ដែលខ្ញុំដាក់នៅពីក្រុមវីដេអូនៅពេលដែលខ្ញុំបាននិយាយចប់ខ្ញុំនឹងដាក់ link វីដេអូ website សូមបងប្អូនជួយគាំទ្រនិងចុច link website ហើយចូលទៅ comment ពាក្យសំរុំនៅក្នុងវីដេអូខ្ញុំនៅក្នុង website ទាំងអស់គ្នាដើម្បីឲ្យខ្ញុំមានទឹកចិត្តបង្កើតវីដេអូរលុយព្រោះថាខ្ញុំទើបតែចាប់ដើមរៀនបង្កើត website រលុយទេសូមបងប្អូនជួយមេត្តាសូមបងប្អូនជួយ support ផងឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅប្រធានបទដូរទៅយុទ្ធសាស្ត្រគ្រប់គ្រងកលឹះជ្រើសរើសបុគ្គលិករបស់ឆាយឬឆាយមន្ទ័រហេតុអ្វីសមត្ថភាពសំខាន់ជាងភាពស្មោះត្រង់នៅក្នុងប្រវត្តិសាស្ត្រចិនសម័យសាមកុដមានតួអង្គមួយរូបដែលទទួលបានការជជែកដេញដោលនិងការងោតសរសើរខ្លាំងបំផុតលើសមត្ថភាពគ្រប់គ្រងមនុស្សនោះគឺឆាយខណៈពេលដែលមេដឹកនាំដទៃដូចជាលាបៃតែងតែលើកតម្កើងគុណធម៌និងភាពស្មោះត្រង់មកជាអតិភិបចម្បងក្នុងការជ្រើសរើសមនុស្សឆាយបែរជាជ្រើសរើសផ្លូវផ្សេងមួយផ្សេងទៀតដល់លេចធ្លោនឹងគឺការបង្កើតគោលការណ៍ជ្រើសរើសមនុស្សហែកលើសមត្ថភាពជាចម្បងអត្ថបទនេះចង់ណែនាំនិងបកស្រាយយ៉ាងលម្អិតពីទស្សនវិជ្ជានៃការប្រើប្រាស់មនុស្សរបស់ឆាយមួយរហែកដែលទិសដីនេះអាចជួយឲ្យលោតក៏អាចកសាងអាណាចក្រវៃដ៏ធំនិងរឹងមាំជាងគេព្រមទាំងដ៏ជាមេរៀនគ្រប់គ្រងបុគ្គលិកយ៉ាងស៊ីជម្រៅសម្រាប់អាជីវកម្មសម័យបច្ចុប្បន្នឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅដល់ប្រធានបទដូរទៅកថាខណ្ឌទី1បរិបទសង្គមសម័យសាមកុដនិងការផ្លាស់ប្ដូរផ្នត់គំនិតជ្រើសរើសមនុស្សរបស់ឆាយដើម្បីយកពីមូលហេតុដែលឆាយហ៊ានប្រើប្រាស់យុទ្ធសាស្ត្រខុសប្លែកពីគេយើងត្រូវកលេចមើលស្ថានភាពសង្គមកាលនោះក្នុងសម័យដើមចក្រភពហានឬក៏ហានដៃនេះធីការឡើងកាន់អំណាចជាមន្ត្រីឬមេទ័ពគឺត្រូវផ្អែកលើខ្សែស្លាយរៀបរវល់អំបូរអភិជននិងការវាយតម្លៃកមលើកកមសធម៌គុណធម៌ដែលជារឿយទៅបានគេលៀបពណ៌បង្អួតគ្នាប៉ុន្តែសម្រាប់ឆាយនៅក្នុងសម័យសង្គ្រាមវឹកវរនិងការដណ្ដើមអំណាចលោតយកបាត់ថាគុណធម៌ដ៏សុខអាចតែគ្មានសមត្ថភាពមិនអាចជួយការពារទឹកដីឬដោះស្រាយបញ្ហាជាក់ស្ដែងបានឡើយការយល់ឃើញដ៏ជាក់ស្ដែងនិយមនេះបានជំរុញឲ្យលោតបោះបន់ចោលប្រព័ន្ធវាយតម្លៃចាស់គម្រើរួចប្រកាសស្វែងរកអ្នកដែលមានសមត្ថភាពពិតប្រាកដដោយមិនខ្វល់ពីអតីតកាលឬឋានៈសង្គមរបស់ពួកគេនោះឡើយកថាខណ្ឌ2គិតកមស្វែងរកតែអ្នកមានសមត្ថភាពដើម្បីបាន
ឆាយបានធ្វើឲ្យក៏កៅទូទាំងប្រទេសតាមរយៈការចេញកិត្តផ្លូវការមួយឈ្មោះថាកិត្តហ្វៃរត់អ្នកមានសមត្ថភាពដែលមានខ្លឹមសារនោះថាទោះបីជាអ្នកធ្លាប់ជាធ្វើជាចោរធ្លាប់បត់ឬមានទីឈ្មោះមិនអស់ក្នុងសង្គមក៏ដោយដរាបណាអ្នកមានសមត្ថភាពអាចជួយប្រទេសជាតិឬមានយុទ្ធសាស្ត្រយោធាល្អខ្ញុំនឹងដល់តំណែងនិងប្រើប្រាស់អ្នកនេះជាការបដិសេធទាំងសន្តិលើផ្នត់កំណត់ខុនជឿនិយមដែលដោតលើសិលធម៌ជាធំឆាយជឿជាក់ថាមនុស្សល្អដែលគ្មានសមត្ថភាពគឺគ្មានប្រយោជន៍ក្នុងពេលមានអាសន្នទុយទៅវិញមនុស្សដែលមានសមត្ថភាពទោះបីជាមានចំណុចខ្សោយផ្នែកសិលធម៌ខ្លះក៏អាចយកមកប្រើប្រាស់ឲ្យកើតជាផលប្រយោជន៍មហិមាបាទដែលដរាបណាមានប្រព័ន្ធគ្រប់គ្រងធំធេងកថាខណ្ឌទី3ហេតុអ្វីបានជាសមត្ថភាពមានតម្លៃជាងភាពស្មោះត្រង់សម្រាប់ឆាយភាពស្មោះត្រង់គឺជាអ្វីដែលប្រែប្រួលនិងអាចបង្កើតឡើងតាមក្រោយតាមរយៈការដល់រង្វាន់ការគោរពនិងការដល់តម្លៃលោកយោថាមនុស្សម្នាក់ស្មោះត្រង់នៅថ្ងៃនេះមិនមែនមានន័យថានឹងស្មោះត្រង់រហូតទៅនោះទេប្រសិនបើកលៈទេសៈប្រែប្រួលទុយទៅវិញសមត្ថភាពនិងបញ្ញាគឺជាអ្វីដែលមិនអាចថ្លែងបន្លំឬកើតឡើងភ្លាមបានឡើយការប្រើប្រាស់មនុស្សដែលមានតែភាពស្មោះត្រង់តែខ្វះសមត្ថភាពងាយនឹងដឹកនាំថាបានទៅរកភាពបារាជ័យព្រោះពួកគេមិនអាចដោះស្រាយបញ្ហាស្មុគស្មាញនិងឬទប់ទល់នឹងសត្រូវដ៏ឆ្លាតវៃបានឡើយដូច្នេះការជ្រើសរើសសមត្ថភាពជាមុនរួចក៏សារភាពស្មោះត្រង់ជាក្រោយគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពនិងជាក់ដៃបំផុតកថាខណ្ឌ4ករណីសិក្សានៃការប្រើប្រាស់សត្រូវចាស់ឲ្យខ្លាចជាមេតបស្នោឧទាហរណ៍ដ៏លេចធ្លោបំផុតនៃការអនុវត្តយុទ្ធសាស្ត្រនេះគឺរបៀបដែលឆាយប្រព្រឹត្តទៅលើមនុស្សរបស់សត្រូវនៅពេលដែលលោតវាយឈ្នះសេនាប្រមុខយានសាយនៅពេលដែលលោតវាយឈ្នះសេនាប្រមុខយានសាយឆាយមិនដែលសម្លាប់មេទ័ពឬទីប្រឹក្សាដែលមានសមត្ថភាពរបស់សត្រូវនោះឡើយតែលោតបានជាយាមបញ្ចុះបញ្ចូលនឹងដល់តំណែងខ្ពស់ដល់ពួកគេថែមទៀតករណីរបស់មេទ័ពចាឡាវដែលធ្លាប់ជាមនុស្សចំណុចរបស់លាវប៉ៃនិងលាវប៉ាយហើយក្រោយមកបានខ្លាយជាមេទ័ពដ៏លេចធ្លោបំផុតម្នាក់របស់ឆាយឬទីប្រឹក្សាគួជាសុទ្ធតែជាសក្ខីភាពបង្ហាញថាឆាយមិនដែលស្គាល់ពីអតីតកាលដែលពួកគេធ្លាប់ជាសត្រូវនោះទេសំខាន់គឺសមត្ថភាពរបស់ពួកគេនាពេលបច្ចុប្បន្នកថាខណ្ឌទី5សិល្បៈនៃការគ្រប់គ្រងមនុស្សពូជកែដែលក្បាលរឹងរបស់ឆាយការប្រមូលដល់មនុស្សពូជកែនិងមានអំនួតមករស់នៅជុំគ្នាគឺជាការលំបាកខ្លាំងណាស់ព្រោះមនុស្សពូជកែច្រើនមានចរិតក្បាលរឹងនិងពិបាកបញ្ជាឆាយបានប្រើប្រាស់សិល្បៈនៃការអត់ឱននិងការប្រើប្រាស់ប្រព័ន្ធលើទឹកចិត្តដើម្បីគ្រប់គ្រងពួកគេលោកដឹងច្បាស់ថានៅពេលណាដែលទៅអត់ឱនចំពោះពាក្យសម្ដីរិះគន់ត្រង់ដូចជាការរិះគន់របស់ទីប្រឹក្សាសុនអ៊ីវទីប្រឹក្សាដូចជាការរិះគន់របស់ទីប្រឹក្សាស៊ីអ៊ីវនៅពេលណាដែលត្រូវប្រើប្រាស់វិន័យបាបយ៉ាងតឹងរឹងដើម្បីកុំឲ្យមានការរំលោភលើអំណាចដឹកនាំលោតមិនដែលរំពឹងថាមនុស្សគ្រប់រូបត្រូវតែស្រឡាញ់លោតនោះទេប៉ុន្តែលោតធ្វើឲ្យពួកគេដឹងច្បាស់ថាដរាបណាអ្នកធ្វើការងារបានល្អអ្នកនឹងទទួលបានរង្វាន់និងឋានៈសមរម្យជាទីបំផុតក
កថាខណ្ឌទី6ភាពខុសគ្នារវាងយុទ្ធសាស្ត្ររបស់ឆាយសមត្ថភាពនិងលាបបៃគុណធម៌ការប្រៀបធៀបឆាយនិងលាបបៃគឺជាមេរៀនគ្រប់គ្រងមនុស្សដ៏ជក់ចិត្តបំផុតលាបបៃប្រើប្រាស់បេះដូងនិងគុណធម៌ដើម្បីទាក់ទាញមនុស្សធ្វើឲ្យសមាជិកក្រុមមានសេចក្តីស្រឡាញ់និងភាពស្មោះត្រង់កម្រិតខ្ពស់ប៉ុន្តែវឌ្ឍនភាពការងារមានភាពយឺតយ៉ាវនិងងាយរងគ្រោះនៅពេលដែលបាត់បង់បទកោតសំខាន់ដូចជាការស្លាប់របស់គូនអ៊ីផ្ទុយទៅវិញឆាយប្រើប្រាស់ប្រព័ន្ធសមត្ថភាពនិងផលប្រយោជន៍រួមដែលធ្វើឲ្យថាបានរបស់លោកដំណើរការដូចជាម៉ាស៊ីនដ៏មានប្រសិទ្ធភាពទោះបីគ្មានការចងជាប់ផ្លូវចិត្តឈឺជ្រះក៏ប្រព័ន្ធរបស់ឆាយមានការបត់បែនខ្ពស់និងអាចបង្កើតធនធានថ្មីមកជំនួសគ្នាបានជានិច្ចដែលជួយរក្សាស្ថិរភាពអាណាចក្ររបស់លោកបានយ៉ាងល្អបំផុតកថាខណ្ឌទី7ក៏ដូចជាកថាខណ្ឌចុងក្រោយដែរការអនុវត្តទស្សនវិជ្ជាឆាយនៅក្នុងការគ្រប់គ្រងធនធានមនុស្សសម័យទំនើបនៅក្នុងពិភពធុរកិច្ចនិងការបង្កើតStartupសម័យបច្ចុប្បន្នយុទ្ធសាស្ត្ររបស់ឆាយកំពុងត្រូវបានយកមកប្រើប្រាស់យ៉ាងសកម្មក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google Netflix ឬ Apple មិនដែលសួររកកម្រិតសិលធម៌របស់បុគ្គលិកនោះទេប៉ុន្តែពួកគេប្រើប្រាស់ប្រព័ន្ធសម្ភារដ៏តឹងរ៉ឹងដើម្បីវាស់ទន់សមត្ថភាពពិតជាក់ដែងការរៀបចំខ្លួននិងការយល់ឃើញបែបឆាយជួយឲ្យអ្នកដឹកនាំសម័យថ្មីចេះបំបែកអារម្មណ៍ទាស់ខ្លួនចេញពីការងាររួចរៀបចំប្រព័ន្ធគ្រប់គ្រងដែលដល់តម្លៃលើលទ្ធផលការងារនិងការចេះទាញយកមនុស្សពូកែមកបំពេញការងារឲ្យទៅនឹងជំនាញរបស់ពួកគេ right man right job យោងតាមសេចក្តីសន្និដ្ឋានរបស់ខ្ញុំជារមោទស្សនវិជ្ជានៃការជ្រើសរើសមនុស្សរបស់ឆាយគឺជាមេរៀនគ្រប់គ្រងមនុស្សដ៏មានឥទ្ធិពលបំផុតដែលហួសសម័យកាលការដល់តម្លៃលើសមត្ថភាពពោះជាភាពស្មោះត្រង់មិនមែនមានន័យថាឆាយមិនទៅការភាពស្មោះត្រង់នោះទេប៉ុន្តែលោកយល់ថាភាពស្មោះត្រង់ដែលមានសមត្ថភាពគឺជាការគំរាមកំហែងដល់ជីវិតរបស់ស្ថាប័នតាមរយៈការបង្កើតច្បាប់ទម្លាប់ច្បាស់លាស់ការដល់ផលប្រយោជន៍សមរម្យនិងការអត់ឱនចំពោះកំហុសកូនអតីតកាលលោកបានសាងប្រព័ន្ធមួយដែលបានទាញយកមនុស្សពូកែទូទាំងអាណាចក្រមកជួយសម្រាប់គោលដៅនេះជាមេរៀនដ៏សំខាន់សម្រាប់អ្នកដឹកនាំគ្រប់រូបក្នុងការរៀបចំប្រព័ន្ធការងារឲ្យមានប្រសិទ្ធភាពនិងស្ថិរភាពយូរអង្វែងយោងតាមអនុសាសន៍របស់ខ្ញុំសម្រាប់អ្នកដឹកនាំនិងសហគ្រិនសម័យថ្មីមួយដោតលើលទ្ធផលការងារជាចម្បងជៀសវាងការវាយតម្លៃបុគ្គលិកឯលើពាក្យសម្ដីឯកអបឬភាពស្និទ្ធស្នាលទាស់ខ្លួនចូលរៀបរាប់ប្រព័ន្ធវាស់វែងលទ្ធផលការងារឲ្យបានច្បាស់លាស់និងដល់តម្លៃលើអ្នកដែលសម្រាប់ការងារបានល្អពីរបើកចិត្តទូលាយចំពោះមនុស្សពូកែដែលមានចរិតពិបាកឬក្បាលរឹងមនុស្សពូកែភាគច្រើនតែមានកម្រិតទាស់ខ្លួនឬនឹងមិនសូវចូលចិត្តការអោតក្បាលឬធ្វើតាមបញ្ជាដោយគ្មានហេតុផលចូលរៀនអត់ធ្មត់ខិតខំប្រើប្រាស់ភាពខ្លាំងរបស់ពួកគេដើម្បីដោះស្រាយបញ្ហាធំរបស់ក្រុមហ៊ុន3បង្កើតប្រព័ន្ធការពារការក្បត់ដូចជាឆាយដែរទោះបីការប្រើប្រាស់មនុស្សមកពីខាងក្រៅក៏ដោយក៏លោកតែងតែរក្សាអំណាចសម្រាប់ចិត្តចុងក្រោយនៅក្នុងដៃរបស់ខ្លួនក្រុមហ៊ុនត្រូវតែមានប្រព័ន្ធការងារប្រព័ន្ធការពារព័ត៌មានសម្ងាត់និងការចុះកិច្ចសន្យាការពារផលប្រយោជន៍ឲ្យបានច្បាស់លាស់4ផ្ដល់រង្វាន់និងកិត្តិយសឲ្យសមនឹងសមត្ថភាពកិច្ចសន្យាចលជាមួយបុគ្គលិកពូកែចូលដល់ប្រាក់ខែភាគហ៊ុនឬផលប្រយោជន៍ផ្សេងឲ្យបានសមរម្យទៅតាមអ្វីដែលពួកគេបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនព្រោះនេះជាខ្សែកាបដែលចងជាប់ភាព
មកតនរបស់ពួកគេបានរន់មាំបំផុតឥឡូវនេះប្រធានបទទំូដែលខ្ញុំសម្រាប់នេះបានចូលដល់ទីបញ្ចប់ហើយសូមបងប្អូនសូមមេត្តាអធ្យាស្រ័យអភ័យទោសដល់បងប្អូនដល់ម្ដងទៀតព្រោះនៅចំណុចខ្លះដែលខ្ញុំនិយាយមិនច្បាស់ឬក៏បងប្អូនមានចម្ងល់អីសូមបងប្អូនខមមិនខមវីដេអូខ្ញុំនឹងចែករំលែកហើយជូនហើយជូនបានលឿនសូមអរគុណសូមជម្រាបលា